ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំមានមុខម្ហូបមួយមកបង្ហាញជូនបងប្អូនថ្ងៃនេះគឺឆាខ្ញីសាច់មាន់បងប្អូនអញ្ចឹងនេះគឺជាគ្រឿងផ្សំរបស់ខ្ញុំមានមាន់មួយហើយនឹងទឹកត្រីប្រេងខ្យងស្ករក្រហមខ្ទឹមសចិញ្ច្រាំហើយរ៉តឌីហើយខ្ញីនិងស្លឹកខ្ទឹមហើយយើងមានប្រេងស្ដាយហើយនេះមាន់ដែលខ្ញុំកាប់វាហើយបងប្អូនអញ្ចឹងសូមបងប្អូនទស្សនានៅក្នុងវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចឹងសម្រាប់ជើងមាន់នេះយើងដំវាតិចៗណាបងប្អូនដោយសារវារៀងហឹងអញ្ចឹងយើងដំវាទៅពេលដែលយើងដាក់ឆាជើងមាន់ហ្នឹងយើងស្រួលញ៉ាំណាចឹងនេះខ្ញុំចាប់ដើមដាក់ឆាហើយដំបូងយើងបើកភ្លើងទៅដាក់ខ្ទះហើយយើងចាក់ប្រេងស្ដាយចូលទៅបងប្អូនហើយយើងទុកឲ្យប្រេងស្ដាយយើងក្តៅបន្តិចសិនណាបងប្អូននេះយើងចាប់ដើមដាក់ខ្ញីចូលបងប្អូនអញ្ចឹងខ្ញីនេះយើងឆាត្រឡប់ចូលត្រឡប់ឡើងម្លេចឲ្យវាឡើងឈ្ងុយទៅហើយយើងដួសទុកវាមួយឡែកសិនណាបងប្អូនឆាខ្ញីនេះអ្នកតែមគាត់ចូលចិត្តតែជាពិសេសប្តីខ្ញុំអញ្ចឹងអាសាឆាខ្ញីមាន់ញ៉ាំចឹងនេះខ្ញុំឆ្លៀតមកហាន់លឹកខ្ទឹមមកហើយខ្ញីយើងក៏លិញហើយយើងចាប់ផ្ដើមដួសវាដាក់ចានសិនហើយយើងបំពងខ្ទឹមនេះចាប់ដើមដាក់បំពងខ្ទឹមម្ដងបងប្អូនខ្ទឹមនេះយើងបំពងវាឡើងក្រហមឈ្ងុយទៅយើងចាប់ដើមដាក់សាច់មាន់ចូលបងប្អូនយើងឆាត្រឡប់ចូលត្រឡប់ឡើងឲ្យខ្ទឹមក្រហមរបស់យើងខ្ទឹមសរបស់យើងឡើងក្រហមហើយឈ្ងុយហើយចាំយើងចាក់សាច់ចូលបងប្អូនហើយសម្រាប់គ្រឿងទឹកត្រីស្ករអីយើងពេលដែលយើងងាស់សាច់នឹងឆាត្រឡប់ចូលត្រឡប់ឡើងយើងអស់ឈាមហើយចាំយើងដាក់គ្រឿងស្ករទឹកត្រីចូលបងប្អូនយើងឆាត្រឡប់ចូលត្រឡប់ឡើងឲ្យសាច់របស់យើងហ្នឹងវារៀងឆ្អិនយើងបាត់ឲ្យក្រហមបាត់ឈាមអស់ឈាមហើយបានយើងចាក់គ្រឿងចូលយើងដាក់ស្ករដាក់ទឹកត្រីចូលនេះសាច់របស់យើងវារៀងឆ្អិនបន្តិចហើយយើងចាប់ដើមដាក់គ្រឿងហើយបងប្អូន
ចឹងនេះខ្ញុំដាក់ទឹកត្រីសម្រាប់ទឹកត្រីខ្ញុំដាក់មក2ស្លាបព្រាបាយបងប្អូនហើយស្ករសនេះមកស្លាបព្រាបាយដែរស្ករក្អមបងប្អូនសំទោសហើយរ៉ឺឌីនេះខ្ញុំដាក់មកកន្លះស្លាបព្រាហើយប្រេងខ្យងមកស្លាបព្រាកន្លះហើយយើងអាចភ្លក់មើលទៅយើងថែមថយរសជាតិតាមនឹងទៅបងប្អូនតែសម្រាប់ខ្ញុំហើយនឹងប្តីខ្ញុំដាក់តែប៉ុណ្្នឹងគឺល្មមហ្មងត្រូវមាត់ហ្មងហើយយើងដាក់ខ្ញីដាក់អីទៅហើយពេលវាឆ្អិនរៀងសាច់វារៀងផុយមែនតែនហើយយើងបង់ត្រឡឹកខ្ទឹមទៅយើងដួសញ៉ាំបាននេះជារបៀបឆារបស់គ្រួសារខ្ញុំបងប្អូនអាចយកទៅធ្វើញ៉ាំសាបងប្អូនរសជាតិឆ្ងាញ់យើងដាក់គ្រឿងហើយយើងឆាត្រឡប់ឡើងទៅហើយមិញនេះខ្ញុំដាក់ថ្លើមចូលព្រោះអីថ្លើមយើងអត់ដាក់ជាមួយសាច់ទេដំបូងរបស់យើងឆារៀងឆ្អិនហ្នឹងបើយើងដាក់ថ្លើមចូលខ្លាយវាបែកណាបងប្អូនចឹងយើងដាក់តាមក្រោយអញ្ចឹងយើងឆាត្រឡប់ឡើងទៅរហូតដល់សាច់យើងឆ្អិនយើងអាចគ្របទុកបន្តិចក៏បានដែរឲ្យសាច់វារៀងផុយឆ្អិនស្រក់ទឹកអស់ហើយយើងដាក់ខ្ញីរបស់យើងចូលទៅនេះយើងដាក់ងបន្តិចឲ្យវាឆ្អិនសាច់មែនតើយើងបង់ស្លឹកខ្ទឹមចូលហ្មងអញ្ចឹងនេះឆ្អិនទេបងប្អូនខ្ញុំបង់ស្លឹកខ្ទឹមហីទៀតដូចដាក់ចានញ៉ាំបាយទេបងប្អូនអញ្ចឹងម្ហូបរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូននេះគឺហើយអស់ហើយទៀតដល់ម៉ោងញ៉ាំហីនេះដូចដាក់ចានហើយចាប់ដើមញ៉ាំហីមិនដែរបងប្អូនតំណងអត់ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូបងប្អូនម្ហូបមួយមុខនេះញ៉ាំបាយបានច្រើនណាពីអ្នកប្តីប្រពន្ធម្នាក់2ចាន3ចានបាយថ្ងៃអញ្ចឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនអរគុណច្រើនហើយកុំភ្លេច follow channel YouTube របស់នាងខ្ញុំម្នាក់មួយផងបងប្អូនអរគុណជម្រាបលា